ក្បែរមានមន់ហោះប៉ុន្តែនៅកូរ៉េមានទុកចោលសមុទ្រអ្នកអើយហោះខ្ពស់ជាងមន់ហោះយក3ដងមកហើយគ្នាទៅជីបាឡុងប៉ូកេម៉ុនដល់ពេលហ្នឹងយើងទៅប្រវល់កែឲ្យចាក់បញ្ឆៅទាំងអស់គ្នានេះគឺជាថ្ងៃដែលខ្ញុំមកលេង Lotte World ម៉េបគេគឺបាញ់ចេះជាង2មាន Indoor និង Outdoor ហើយបើចង់លេងអីមួយត្រូវតែឈរតម្រង់ជួរថ្ងៃហ្នឹងទៅទៀតនៅដល់គ្នាមនុស្សច្រើនសាហាវទូកនេះចាំលឿនជាងគេហើយ10នាទីបានជីឲ្យពិបាកចិត្តថាអង្គុយក៏ដែរឬក៏អង្គុយចង់យើងកុំលោតដល់ចុងទូកពេកត្រឹមក្រោយនឹង3បានហើយឡើងដល់កៅអីនេះហើយគឺកាន់ទូរស័ព្ទទៀតថតលេងកើតហើយអ្នកនរគ្នាមើលតែវីដេអូបាសសក់ពីក្រោមហ្នឹងទៅដាក់មកប៉ុស្តិ៍ទុកជាអនុស្សាវរីយ៍ម៉ៅបាយបោះគេភ័យឡើងញ័រជើងអាកន្លែងលេង Indoor ហ្នឹងគឺមានដបូលតែ Outdoor គឺយើងលេងនឹងក្រៅផ្ទាល់នេះសបោអាកន្លែងលេងភ័យខ្ញុំលេងពី Indoor ទៅមុនអានេះគឺជាកន្លែងជិះបាឡូនប៉ូកេម៉ុនខ្ញុំឈរតារងជួរ2ម៉ោងអានេះអត់សូវសមជាមួយនឹងការរងចាំទេព្រោះវាអត់សូវភ័យអីទេគ្រាន់តែថាបានមើល view ពីក្រោមទៅវាស្អាតដែរអញ្ចឹងណាដាក់អាប្លង់នេះគឺខ្ញុំថតពីលើបាឡូនហ្នឹងឯងបាទអាតែភ្លើងធីតឌីបែននេះគឺខ្សែវែងជាងគេតែញ័របានជិះហេកន្លែងនេះគឺផ្លូវប្រាសាទអេស៊ីឲ្យរំលងច្រើនមិនណោះនេះមើលមនុស្សហ្មងជួសតែ2កែងបាត់អីមិនទាន់អស់មនុស្សផងយើងមិនអ្នកនៅកូរ៉េមកលេងថ្ងៃណាបានទេអញ្ចឹងពេលហ្នឹងគឺខ្ញុំសម្រាប់ចិត្តទៅទិញ Magic Pass នេះគឺយើងចូលលេងដែរមិនចាំបាច់តារងជួរតែសបុតវារៀងថ្លៃលេង5មុខថាអស់ម្នាក់40រៀលចុះអាសបុតលេងពេញមួយសេរីហ្នឹងគឺតែ30រៀលអីទេតែថាយើងខ្ជិលចាំគឺត្រូវតែទិញគេប្រាប់ខ្ញុំថាមានសបុតហ្នឹងតាំងពីយូរខ្ញុំទិញអាហ្នឹងបាត់ហើយ Finally យើងមកលេងនៅក្រៅម្ដងកុំឲ្យខាត់ពេកតង់ទី1គឺខ្ញុំលេងហ្នឹងគឺ Roller Coaster អានេះគឺភ័យខ្លាំងមែនតើហ្មងពេលដែលចូលឡើងទៅអង្គុយហ្នឹងខ្ញុំចាប់ផ្ដើមញ័រជើងតិចៗក៏ប៉ុន្តែថតអីអត់បានទេគឺគេយកអានេះទុកដាក់អីវ៉ាន់ឲ្យយើងខ្ញុំស្ដាយត្រង់ថាវាលេងបានតែមួយផ្លែវាឆាប់ចាប់ពេកចឹងពេលធ្លាក់ចុះមកដល់ក្រោមហើយបាត់ហ្នឹងគឺថាអូយសប្បាយអន់ណាស់ចាប់ពីនោះមកយើងបន្តដំណើរទៅវគ្គ2នេះបើនៅខ្មែរគេហៅថាហោះពេលលេងទៅវាស្តៀងតែគ្នាគ្រាន់ថានៅនេះគេខ្ពស់ជាងពេលហ្នឹងខ្ញុំសើចមីអូនហ្នឹងហ្មងលេងឡើងរបូត3ជើងចាំបានពេលខ្លះគេឲ្យដាស់3ជើងឲ្យពាក់ឡើងដាស់3ជើងខ្ញុំសាប់ដោយសារទៅរូតហើយវាល្មមមកលងនេះតែខ្ញុំចោះមកវិញហើយមើលជួរនេះត្រង់ជួរ2ម៉ោងទៀតដល់បានលេងអត់យើង move ទៅអាទី3ម៉ានទីចងសក់សិនចាពួកបាសសក់ខ្លាំងអានេះខ្ញុំមិនដឹងហៅអីទេអត់សូវភ័យទេឲ្យ5លើ10ចេញពីហ្នឹងមកគឺខ្ញុំទៅជិះឡានចូលអេស៊ីបខ្ញុំសុំអត់រ៉ាត់ព្រោះវា normal ពេកជិះមើលពោះមើលអីគេបន្លាចតិចតាមហ្នឹងមានភ័យអីផងហ្នឹងរ៉ាក់ប៉ុណ្ណឹងចាគឺថាអស់ម៉ោងហើយត្រូវចេញទៅបណ្ណាល័យទៀតចឹងមានតែ say goodbye ណាអាហ្នឹងសាច់លេងតាំងពីម៉ោង10រហូតដល់ម៉ោង4ល្ងាចតែមើលឃ្លៀកវិញអត់មានបាច់ញើសហើយក៏មានស្អុយឃ្លៀកដែរតែផ្ទុយមកវិញគឺធំក្លិនបអូបហើយដោយសារតែលៀបលេមីតាំងពីព្រមមកឃ្លៀកកាន់តែសឲ្យម៉ត់សាហាវតែពេលដល់អែមកអ្នកនរគ្នាមានឃើញហ្គេមឃ្លៀកខ្ញុំហ្នឹងសស្មើសាច់ហ្មងសម្រាប់អ្នកដែលគាត់អាសាពេលអៅរ៉ុបទៅធ្វើឲ្យយើងក៏គិតនៅតាមហ្គេមឃ្លៀកវាខ្មៅអាចប្រើលេមីបានហើយបើរឿងធ្វើឲ្យឃ្លៀកសវិញមកកែខ្លាំងមិនដឹងរ៉ាត់ឲ្យប្រមាណបានសមแบบបងដែលគាត់ជំរុះរំតាមវិធីការបករោមដែលប្រើកម្ដៅហើយឃ្លៀកខ្មៅឃ្លៀកខ្លាចអីលៀបលេនេះតប៉ាទៅ10ថ្ងៃឃ្លៀកអ្នកនរគ្នានឹងប្រែពណ៌ហ្មងហើយសាច់លេប្រភេទលេសុទ្ធអត់មានដាក់ជាតិម្សៅចូលទេនៅពេលដែលអ្នកនរគ្នាលៀបនៅលើឃ្លៀកទៅគឺអត់មានធ្វើឲ្យបាយជាតិម្សៅឬក៏ហូរម្សៅប្រឡាក់អាវប្រឡាក់អីហ្មងសាច់លេគឺនេះគឺលៀបឲ្យជ្រាបចូលស្បាច់អស់ហើយបើនិយាយពីអ្នកដែលគាត់ធ្លាប់មានដុំពោកឬក៏លលាកកោរមសិតតែបញ្ហាធំដែលមនុស្សស្រីយើងអត់ confident លើឃ្លៀកខ្លួនឯងគឺអ្នកនរគ្នាឈប់ពិបាកចិត្តហើយក៏លេងបារម្ភដែរដោយសារតែលេឃ្លៀកគឺជួយព្យាបាលបញ្ហាអស់ហ្នឹងហ្មងអ្នកនរគ្នានេះគឺជារបៀបបើកលេឃ្លៀកអ្នកនរគ្នាពវល់វាមកស្ដាំមកលេឃ្លៀកនឹងចាញ់អូតូហើយងាយហ្មងព្រោះមានគ្នាយើងខ្លះទិញយកទៅហើយអត់ដឹងថាបើកមិនទេមើលវីដេអូនេះឲ្យសង្ឃឹមអ្នកនរគ្នាចេះបើកអ្នកនរគ្នាក៏ជាស្គាល់ហើយចាជាម្ចាស់ brand មីមានផលិតផលអីមួយបើថាมันល្អมันឥតខ្ចោះมันបានផលគឺគាត់មិនខ្ចីចាញ់ខ្ញុំក៏ជា fan ម្នាក់ផលិតផលគាត់ចាំឲ្យគាត់ចេញលេឃ្លៀកដែរឥឡូវបានចាញ់ហើយអញ្ចឹងអ្នកនរគ្នាចាំការទៀតទិញប្រើទៅ